bà số số đây ở lô số đây nên cái nhà prima chỉ tìm một trai bà khi mà cái song swa cũng một căn cam bị thì park young chip podcast đại thừa cáp sai trên pt trong Houstonในรัฐ Texas សហរដ្ឋអាមេរិកលោកអ្នកនាងកញ្ញាជាទីមេត្រីបាទខ្ញុំបាទបានអាននៅ quote ជាភាសាអង់គ្លេសមួយដែល quote នោះបានសរសេរថា when the wife gives up the battle is over and the saddest part there's nothing you can do to get everything back បាទ quote នេះបាទល្អណាស់បាទសម្រាប់ប្រិមិត្តលោកអ្នកស្ដាប់ជាពិសេសគឺនៅក្នុងសង្គមគ្រួសារតែម្ដងបាទខ្ញុំសូមធ្វើការបកស្រាយផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍របស់ខ្ញុំបាទខ្លះបាទដូច្នេះបាទគឺបាទមានន័យថាសូមគម្រោងចាំឲ្យភរិយារបស់អ្នកអស់ចិត្តអស់អារម្មណ៍ពីអ្នកឲ្យសោះការពិតទៅបាទនាងបានស្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់រួចហើយនាងក៏បានខំមាត់សង្កត់ចិត្តប្រឆាំងនឹងចិត្តខ្លួនឯងហើយតែងតែប្រាប់ខ្លួនឯងថាមិនអីទេព្យាយាមប្រាប់ខ្លួនឯងដដែលថានៅតែមានសេចក្តីសង្ឃឹមលុះដល់ចំណុចដែលអស់អ្វីនឹងទ្រាំតទៅទៀតបានក៏សម្រេចចិត្តបោះបង់អ្នកចោលនឹងទៅឲ្យឆ្ងាយដល់សែនឆ្ងាយពីអ្នកដោយសារតែក្តីស្រឡាញ់យ៉ាងជ្រៅនេះហើយទើបនាងស៊ូទ្រាំទាំងក្តីសង្ឃឹមថាអ្នកនឹងមានការផ្លាស់ប្ដូរប៉ុន្តែអ្វីដែលនាងទទួលបាននៃការតបស្នងពីអ្នកគឺមានតែភាពសោកសង្រេងខកបំណងទៅវិញទោះបីជាបេះដូងនាងរឹងមាំប៉ុណ្ណាក៏ដោយក៏អាចរងរបួសបានដែរអ្នកត្រូវយល់បាទមិនគួរឲ្យភ្ញាក់ផ្អើលទេបើសិនជានាងមើលទៅដូចជាមនុស្សខុសពីប្រក្រតីឆេវឆាវมันមានអារម្មណ៍នៅក្នុងខ្លួនពេលខ្លះក៏ផុសរាយរាប់ពីខ្លួនឯងបាននៅលើបណ្ដាញសង្គមបរិយាយផ្ទាល់ពីអារម្មណ៍របស់នាងពីព្រោះដោយសារតែនាងគ្មានអ្នកពិគ្រោះនេះជាផលវិបាកនៃការធុញទ្រាន់នាងធុញនឹងការនិយាយដដែលគំរោះគំរើយសម្ដីស្រែកគំហូបសម្លុតហើយនាងធុញនឹងការដែលអ្នកមិនបានអើពើយកចិត្តទុកដាក់ក្នុងការស្ដាប់ពីអារម្មណ៍របស់នាងដែលប្រាប់ទៅអ្នកចូលអ្នកប្រើសតិបញ្ញាជួសជុលអ្វីដែលអ្នកត្រូវជួសជុលបាននៅពេលនេះមុននឹងនាងចាក់ចេញពីអ្នកស្ដារឡើងវិញនៅសេចក្តីស្រឡាញ់ការខិតខំនិងការគោរពពីព្រោះនៅពេលភរិយាសម្រេចចិត្តបោះបង់ចោលមិនមែនមានតែបេះដូងរបស់នាងដែលបែកខ្ទេចនោះទេតែគ្រួសារទាំងមូលក៏រងការបែកខ្ទេចផងដែរបាទដូច្នេះអត្ថន័យនៃ quote by when the wife gives up the battle is over and the saddest part blah 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 គឺ but there is nothing you can do to get everything back កុំឲ្យហួសពេលយើងពិសោធន៍ខ្លួនយើង review ខ្លួនយើងថាយើងបានធ្វើអីខ្លះកែបើសិនជាអ្នកចង់បាននាងជាម្ចាស់បេះដូងបើសិនបើខ្លួនអ្នកចង់ខ្លាចជាប្តីរបស់នាងអ្នកគួរយល់ថាត្រូវធ្វើយ៉ាងណាហើយអត្តន័យប៉ុណ្ណេះសង្ឃឹមថានឹងអាចផ្ដល់ដល់បុរសដែលជាស្វាមីទុកគ្រាន់ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីខ្លួនឯងសូមអរគុណសម្រាប់ពេលនេះខ្ញុំបាទប៊ូដាផាក់យងជេសូមអរគុណសូមជម្រាបលា